បាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពសារជាថ្មីឡើងវិញបាទថ្ងៃនេះមកទៀតហើយពុកម៉ែបងប្អូនថ្ងៃនេះមកថតវីដេអូសូមការអនុញ្ញាតអ៊ំស្រីដែលគាត់នៅក្បែរផ្ទះគាត់ធ្វើការកាប់ដីនិងស្រោចទឹកបន្លែដូចជាតកូនដូចជាស្ពៃនៅក្បែរផ្ទះនឹងមកពីធ្វើការវិញឃើញគាត់កំពុងតែធ្វើក៏សូមការអនុញ្ញាតគាត់ថតហើយអត់ហ៊ានថតយុទ្ធក៏ទេសូមរក្សាភាពឯកជនគាត់អញ្ចឹងណាបាទហើយនេះគឺជាសកម្មភាពគាត់កាប់ដីបណ្ដាគាត់ស្រោចទឹកបណ្ដាដោយសារគាត់កាប់ដីហត់តែគាត់មកស្រោចទឹកសិនអញ្ចឹងណាពុកម៉ែបងប្អូនហើយនេះគឺទឹកគាត់បូមមកពីអណ្ដូងគាត់ឆ្ងាយបាទឆ្ងាយទេនៅខាងក្រោយនោះបាទហើយគាត់បូមមកស្រោចតកូនស្រោចអីនៅលើដីនេះគឺដីនេះមិនមែនដីគាត់ណាសូមជែកគឺដីគាត់សុំគេដាំទេគេដីអ្នកភ្នំពេញគេអ្នកមានធូធាគេឃើញគាត់បាក់ក៏គេអនុញ្ញាតឲ្យគាត់ដាំដូចជាស្ពៃដំណាំអីផ្សេងណាពុកម៉ែបងប្អូនបាទគាត់ស្រោចហើយពេលគាត់ស្រោចហើយក៏គាត់កាប់ដីបន្តគ្នាបាទនេះហើយជីវភាពរបស់គាត់រាល់ថ្ងៃគាត់ខំធ្វើការដាក់ដាំបាទគាត់ដាំដំណាំចម្រុះដូចជាតកូនដូចជាស្ពៃដូចជាប៉េងប៉ោះអីជាដើមណាបាទគាត់ដាំហ្នឹងគឺដើម្បីយកដកទៅឲ្យម៉ូយជាប្រចាំបាទដើម្បីបានលុយចំណូលតក់ប្រចាំថ្ងៃអញ្ចឹងណាគាត់ផ្សែផ្សំនេះផ្សែផ្សំនោះបន្តិចបន្តួចដើម្បីទុកឲ្យកូនរៀនផងដើម្បីយកលុយទៅទិញម្ហូបផងបាទហើយគាត់ជាស្ត្រីមេម៉ាយទៀតពុកម៉ែបងប្អូនហើយគាត់វ័យចំណាស់ហើយកម្លាំងក៏កាន់តែខ្សត់ខ្សោយបាទហើយវ័យក៏កាន់តែចាស់ហើយគាត់មានបន្ទុកដូចជាជួយឲ្យកូនរៀនហ្នឹងហើយឲ្យកូនរៀនបានរៀនចប់បាទអញ្ចឹងហើយគាត់បន្តស៊ូបានអ្នកណាជួយកូនគាត់បើកូនគាត់នៅក្មេងៗអញ្ចឹងណាបាទអញ្ចឹងខ្ញុំមានបានអីជួយគាត់ធំទេជាអ្នកជិតខាងបានតែត្រឹមជួយទិញបន្លែគាត់ហូបអីតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទស្ពៃគាត់នេះគឺគាត់ដាំស្ពៃនឹងតកូនគាត់ដាំល្អណាស់ពុកម៉ែបងប្អូនហើយគ្មានទៅដាក់ជីគីមីអីច្រើនទេគាត់ដាក់តែអ៊ីរ៉េបន្តិចបន្តួចហើយស្រោចទឹកទេហើយមើលតែដីគាត់ទៅខ្មៅក្របនេះគាត់មានអាចគោបាទគាត់ទិញអាចគោគាត់ទិញអាចទាគេអីចឹងណាបាទពេលគេលក់ជាក្រងគាត់ទិញយកមកស្តុកទុកហើយគាត់ដាក់ដាំជាប្រចាំអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយចំណូលនេះហើយដែលធ្វើឲ្យគាត់ជួយកូនរៀនបានហ្នឹងបាទបើគាត់អត់ខំបានអ្នកណាខំអញ្ចឹងណាពុកម៉ែបងប្អូនបាទមើលតែស្ពៃគាត់ដាំបណ្ដាអស់ធំគាត់ដាំបន្តបន្ទាប់គ្នាពុកម៉ែបងប្អូនដោយសារតែគាត់ត្រូវការដកឲ្យម៉ូយជាប្រចាំណាពុកម៉ែបងប្អូនបាទស្ពៃនេះគាត់ដាំនៅលើដីផ្ទាល់តែម្ដងពេលដល់វាធំគាត់ចាប់ដាំដកឲ្យម៉ូយណាបាទអានេះគាត់ដាំបន្តគ្នាពុកម៉ែបងប្អូនមើលណែកន្លែងតកូននេះអានេះមុំចិត្តដកទៀតហើយមើលរងកន្លែងបាញ់ទឹកនោះគឺគាត់កំពុងតែដាំបានប្រហែលជា5ថ្ងៃហើយបាទហើយគាត់កាប់ដីមកបន្តគ្នាអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយអានេះកូនផ្កាខាត់ណាកូនស្ពៃនេះគាត់នៅសល់គ្រាប់ពូជអញ្ចឹងណាគាត់ក៏យកមកដាក់ឲ្យតែពេញដីអញ្ចឹងណាបាទគាត់ចេះតែផ្សំគាត់មិនឲ្យទុកដីទំនេរទេបាទហើយគាត់ធ្វើនេះគឺដើម្បីបានហូបខ្លួនឯងផងបានយកលក់ដូរផងអញ្ចឹងណាពុកម៉ែបងប្អូនបាទគាត់រាល់ថ្ងៃគឺគាត់ពឹងផ្អែកតែលើដំណាំហ្នឹងហើយបាទព្រោះគាត់អត់មានចំណូលអីក្រៅពីដំណាំហ្នឹងទេពុកម៉ែបងប្អូនបាទគាត់ដាំដុះហើយពីព្រឹកដល់ព្រលប់ពីព្រលប់ដល់ព្រលឹមបាទគាត់ដាំតែដំណាំទេបាទមានស្ពៃមានតកូនមានត្រប់មានច្រើនមុខទៀតដូចខ្ទឹមដូចអីចឹងណាបាទតែអត់បានអីជាច្រើនណាស់ទេបាទបានមកចាយទុកឲ្យកូនរៀនតែប៉ុណ្្នឹងទេបាទតែបើសិនជាគាត់ថ្ងៃណាគាត់អត់បានធ្វើក៏អត់បានចំណូលអីដែរព្រោះគាត់ពឹងតែលើអាដំណាំហ្នឹងហើយបាទហើយដំណាំគាត់មើលខៀវល្អណាស់ពុកម៉ែបងប្អូនបាទខ្ញុំរាល់ដងខ្ញុំទិញតែគាត់ទេតលតែថ្ងៃដែលគាត់អត់បានដកបានអីមានន័យថាបន្លែគាត់អត់ទាន់ដល់វ័យគ្រប់ដកបានខ្ញុំអាចទៅទិញនៅផ្សារហើយខ្ញុំក៏មានបន្លែតិចតួចនៅផ្ទះក៏យូរទៅទិញផ្សារម្ដងអញ្ចឹងណាពុកម៉ែបងប្អូនបាទយូរទៅខ្ញុំឧស្សាហ៍យកបន្លែគាត់ទៅជួយលក់គាត់ដូចជាជួយលក់គាត់អញ្ចឹងហើយខ្ញុំប្រាប់ទៅកន្លែងអ្នកធ្វើការទៅអ្នកធ្វើការគឺកំងអញ្ចឹងណាដូចជាផ្កាកណាដូចជាតកូនដូចជាអីអញ្ចឹងណាបាទឧទាហរណ៍ថាគេត្រូវការ5គីឡូ
10 គីឡូអីចឹងទៅកាត់ឲ្យគេម្នាក់1 គីឡូច្រកយកឲ្យចឹងណាបាទដើម្បីជួយគាត់បើគាត់ថាលក់នៅផ្សារបានធូរថ្លៃទេអញ្ចឹងយើងយកទៅកន្លែងធ្វើការទៅប្រាប់គេទៅឲ្យតម្លៃដូចជា 2,500 យើងដាក់ឲ្យ 3,000 អីចឹងណាប្រាប់គាត់តាមត្រង់ចឹងណាបាទជួយយកគាត់ចឹងទៅដូចជាខែបន្លែចេញខ្លាំងដូចជាផ្កាខាត់ណាដូចជាអីក៏ខ្ញុំជួយទិញគាត់ហើយជួយយកទៅលក់ឲ្យនៅកន្លែងធ្វើការខ្ញុំដែរបើកន្លែងធ្វើការគេជួយចាប់បន្លែដែលដាំដោយម្ចាស់ស្រុកយើងផ្ទាល់អញ្ចឹងណាដូចជាកសិករដូចជាអ្នកភូមិអីផ្ទាល់អញ្ចឹងគាត់មិនសើដាក់មានថ្នាំពុលគាត់មិនសើមានថ្នាំបំប៉នអីច្រើនក្រៅពីជីអ៊ុយរ៉េដូចជាជីអាចគោបាទជាទូទៅដំណាំគាត់មានតែអាចគោហើយនឹងជីទឹកនោមគាត់នោមទុកដាក់ទេបាទទៅមុខបន្តិចទៀតខ្ញុំនឹងថតសកម្មភាពដែលគាត់ដាក់ត្រាំបាទដាក់ត្រាំជីបាទចឹងទាំងអស់នេះគឺជាគោខាត់ណាដែលនៅសល់កាលពីខែមុនទេព្រោះខែមុនគាត់ដាក់ដាំការខាត់ណាទាំងអស់បាទដល់ខែនេះខែប្រាំងក្តៅចឹងគាត់ដាក់ដាំតកូនដោយសារតកូនវាងាយស្រួលដាំជាងគេចឹងណាពុកម៉ែបងប្អូនបាទហើយនេះការខាត់ណានេះការខាត់ណាផ្កាបាទដើមវានេះហើយគាត់សល់កូនហើយគាត់ដាក់ទៅដាក់ដើម្បីបានខ្លះចឹងណាពុកម៉ែបងប្អូនបាទមើលតដើមអត់មានថ្លោសអីខ្លាំងទេដោយសារតែវាជីធម្មជាតិបាទមើលតដីតខ្មៅក្រឹបបាទដើមនេះគឺដើមខាត់ណានឹងគឺគាត់សល់អាកូនដែលគាត់ផ្សារការគាត់ដាំចំនួនច្រើនបាទហើយសំបីតាមទេសក៏គាត់ដាក់ដាំកប៉ែកកប៉ុកដែរណាពុកម៉ែបងប្អូនជាដាំទៅបាទដើម្បីប្រមូលផ្សាយផ្សំគ្នាខ្លៃលោកបានប្រាក់ចំណូលបាទចឹងកតេកតក់ហ្នឹងហើយដែលធ្វើឲ្យគាត់មានលុយចាយបាទកប៉ែកប៉ុកអញ្ចឹងណាពុកម៉ែបងប្អូនច្រឡំតេកតក់បាទសូមអធិស្ឋានពុកម៉ែបងប្អូនហើយដោយសារតែក្នុងវីដេអូនេះខ្ញុំមានអារម្មណ៍ដិតដាលធ្វើឲ្យខ្ញុំអាណិតគាត់បាទម៉ែគេម៉ែយើងបាទចៃអ្វីចំណាស់ប៉ុណ្ណឹងហើយគាត់នៅខំព្រោះតែដើម្បីកូនបាទអញ្ចឹងហើយទឹកចិត្តអ្នកម្ដាយមិនដែលបោះបង់កូនចោលទេបាទគាត់ខំណាស់តាមពីកូនតូចរហូតដល់កូនធំឲ្យបានកន្លោះកមុំរៀនចប់រៀនអីចឹងណាពុកម៉ែបងប្អូននេះហើយអ្នកមានគុណមកថាម៉ែខ្ញុំមកថាម៉ែគេទេបាទថ្ងៃខ្ញុំនៅរៀនក៏ពុកម៉ែខ្ញុំខំណាស់ដែរខំធ្វើស្រែខំចិញ្ចឹមជ្រូកចិញ្ចឹមមាន់លក់ដូរដើម្បីឲ្យលុយកូនទៅរៀនទៅបងថ្លៃសាលាថ្លៃគួរថ្លៃអីជាដើមចឹងណាបាទការខ្ញុំនៅរៀនខ្ញុំយល់ពីសភាពច្បាស់ណាស់ពេលកូននៅរៀនវិទ្យាល័យអនុវិទ្យាល័យអីនេះបាទគឺភាពរវីជូរចត់យើងឆ្លងកាត់អស់ហើយបាទខ្ញុំហ្នឹងហើយដែលអ្នកមកឡើងរៀននៅខេត្តហ្នឹងហើយនៅសុំផ្ទះមីងនៅហើយយើងហូបតែអីបានអីហូបនោះទៅបាទមិនហ៊ានចាយទេស្ដាយលុយម៉ែទុកឲ្យតែបងគោកាលខ្ញុំនៅរៀននោះខ្ញុំក៏ជិះកង់ទៅរៀនដែរចម្ងាយ10 គីឡូពីផ្ទះមីងបាទខ្ញុំនៅជាមួយមីងបាទចឹងទៅជិះកង់ទៅងើបទៅរៀនបាទថ្ងៃខ្លះមកវិញអត់អីហូបក៏មានបាទជីវិតអ្នករៀនយល់ច្បាស់ហើយបាទចឹងមានតែលើកទឹកចិត្តឲ្យបងប្អូនដែលគាត់ខំមកពីស្រែអីឡើងមករៀននៅខេត្តណាខំណាបងប្អូនខំព្រោះយើងអ្នកស្រែចំការបើយើងមិនសវត្តធ្វើការខំរៀនទេអនាគតយើងពិបាកហើយកាលណាយើងបានរៀនចប់ទី12ទៅយើងយ៉ាងហោចណាស់ក៏ចប់ទី12ដែរដើម្បីតនៅខាងមហាវិទ្យាល័យអីទេអញ្ចឹងណាបាទអញ្ចឹងក្នុងរូបភាពនេះគឺខ្ញុំវាដិតដាមដោយខ្ញុំដែរបើខ្ញុំអ្នកស្រែដែរបាទនេះជីនេះគឺជីគាត់ត្រាំទេបាទជីនេះគឺគាត់ត្រាំគាត់បូមទឹកមកដាក់ទឹកអាងស្តុកទុកឲ្យបានគាត់ដងស្រោចចឹងណាបាទហើយពេលខ្លះគាត់ដងស្រោចនោះមានធុងគាត់ពីរហើយគាត់លាយទឹកជាមួយអាជីត្រាំគាត់នឹងហើយបាទជីត្រាំនេះមានតែអាចគោទឹកនោមបាទហើយនឹងស្លឹកជីកំពាក់កំប៉ុកដែលគាត់កាត់ដូចជាស្លឹកស្ពៃដូចជាអីគាត់ត្រាំហើយគាត់យកវាលាយជាមួយនឹងទឹកជាដែលគាត់បូមនេះហើយបានគាត់ស្រោចណាបាទអានេះគឺជាជីដែលគាត់លាយបាទគាត់លាយទុកបាទអមឃើញតែដាំបន្លែតែកាបូបលុយមហាធំគ្រាន់តែខ្ញុំរងងាក់អត់មានកាបូបលុយកាន់ទេបាទនេះអាចគោពុកម៉ែបងប្អូនអាចគោនេះគឺមិនអាចគោដែលគាត់មានគោខ្លួនឯងទេគាត់ទិញគេមកក្រងអញ្ចឹងណាបាទគាត់ទិញមកគាត់ទុកច្បាច់ខ្ញុំសុំសរសើរគាត់ហើយគាត់មិនយកទៅដាក់ទឹកដុលអញ្ចឹងទេគាត់អង្គុយច្បាច់ឡើងម៉ត់ខៃបាទគាត់ច្បាច់ដៃហើយបានគាត់យកមកដាក់នៅតាមដំណាំគាត់អញ្ចឹងណាពុកម៉ែបងប្អូនបាទក៏លេចមកមើលកន្លែងគាត់កាប់នេះគឺគាត់ធ្វើរងបាទមានຂະຫນាតមានក្បួនគាត់ត្រឹមត្រូវណាបាទ
នឹងហើយគាត់វ័យប៉ុណ្ណឹងហើយមើលតែស្នាមជាប់គាត់ទៅដឹងហើយគាត់ចាប់មួយក្លឹកបាទគាត់មិនធ្វើបខំទេដោយសារតែកម្លាំងគាត់ខ្សោយបាទកម្លាំងគាត់ចាស់បាទអញ្ចឹងគាត់ធ្វើទៅតាមកម្លាំងគាត់ទេបាទហើយអានេះគឺស្ពៃចង្កឹះបាទស្ពៃចាស់ស្ពៃចងាញ់ហ្នឹងហើយបាទគាត់ដាក់សាបបាទគាត់សាបលើរងតែម្ដងព្រោះអីគាត់ប្រាប់ថាពិបាកយកមកស្ទូងទៀតអញ្ចឹងគាត់សាបលើនឹងហ្មងគាត់សាបឲ្យបើសិនជាវាធំក៏គាត់ដកកូនចន្លោះដែរអាកន្លែងអត់ដោះទៅដាក់កន្លែងដោះអញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងគាត់ធ្វើការដាំលើរងផ្ទាល់តែម្ដងបាទហើយរងនេះគឺវែងដែរគូសមបាទហើយឲ្យគាត់បានប្រមូលផលហើយគាត់ធ្វើការដាំស្វែងចំហៀងបាទតកូនចំហៀងដើម្បីចែកគ្នាប្រមូលផលអញ្ចឹងណាបាទដើម្បីបានដកឲ្យមួយជាប្រចាំអញ្ចឹងណាពុកម៉ែបងប្អូនបាទគាត់ផ្សំតតិចអញ្ចឹងណាពុកម៉ែបងប្អូនទៅនេះ1គីឡូ2គីឡូទៅនោះ1គីឡូ2គីឡូទៅបាន4 5000 10000ក្តីក៏គាត់ចាផ្សាយផ្សំណាពុកម៉ែបងប្អូនបាទគាត់រងថ្ងៃគាត់អត់មានចំណូលអីច្រើនទេគាត់ចំណូលដល់ផ្សំពី3000 10000 20000អីចឹងណាពុកម៉ែបងប្អូនបាទព្រោះឯគាត់រៀងចំណូលតិចបាទដោយសារតែគាត់ដំណាំតិចដែរបាទចឹងគាត់កម្លាំងតិចដែរគាត់ថាបើសិនជាមានកម្លាំងក៏គាត់អាចធ្វើបានច្រើនអញ្ចឹងណាបាទព្រោះកូនតែរៀនបាត់ទេហើយគាត់ធ្វើតែឯងបងប្អូនមើលតែកម្លាំងកាប់ចប់ទៅដឹងហើយថ្ងៃនេះខ្ញុំក៏ឆ្លៀតសួរថាអ៊ំថ្ងៃនេះបានអីភាសាបាយគាត់ថាលោកគ្រូហើយត្រីក្រៀម5ថ្ងៃហើយខ្ញុំនឹកឃើញសម្ដីគាត់ក៏ខ្ញុំចង់ស្រក់ទឹកភ្នែកដែរគាត់ខំកាប់ដីហើយបើសិនជាគាត់បានសម្លស៊ុបឬក៏ស្ងោរតាមមួយចានមានកម្លាំងណាពុកម៉ែបងប្អូនតែគាត់គឺមានតែត្រីងៀតបើបានទុំលឹកអត់ដីទេបានទុំលឹកទេគាត់ហូបបាយទៅឆ្ងាញ់ចឹងណាពុកម៉ែបងប្អូនបាទបានត្រីងៀតទុំលឹកទៅវាគ្រាន់បានផ្សើមកណាប៉ុន្តែគាត់ថាបានត្រីក្រៀមក៏អាណិតគាត់ចឹងណាពុកម៉ែបងប្អូនហើយខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមជម្រាបលាសិនណាពុកម៉ែបងប្អូនឧត្តមកបាទអរគុណ